ប្រហែលអត់បានហ្មងភ្លេចខ្លួនអត់បានហ្មងស្បត់នេះយកទៅមើលប្រកាច់តួតបានអាព័ត៌មានខ្លះវានិយាយថាយើងនឹងយកទៅចាក់ចោលដោយសារតែអត់មានការផ្គត់ផ្គង់ទីផ្សារអត់មានទីផ្សារលក់យកទៅចាក់ចោលនៅមុខនគរបាលអីអញ្ចឹងអ្នកឯងមកបានហើយនិយាយទៅបងប្អូនគេស្រឡាញ់គ្នាប្រជាពលរដ្ឋខ្មែររបស់គេគឺរស់នៅយ៉ាងសុខសាន្តយ៉ាងសាមគ្គីគ្នាលពៅនេះគេគ្រាន់តែទិញពីកសិករខ្មែរដើម្បីជួយកសិករខ្មែរហើយយកមកចែកហ្វ្រីជូនបងប្អូនខ្មែរតែប៉ុណ្្នឹងឯងហើយលពៅកន្លែងខ្លះក៏គេលក់ដែរគេលក់ឲ្យបងប្អូនខ្មែររបស់គេនោះគឺឈូឆរសាមគ្គីគ្នាចូលមកទិញពេលខ្លះអាណិតគ្នាដែរបងប្អូនហើយអត់មានព័ត៌មានអីផ្សាយអាក្រក់ពីយើងអារឿងមិនពិតរឿងអីទិញទួចឲ្យតែវាចាប់បានគឺវាយកទៅផ្សាយបំផ្លាញព័ត៌មានហ្មងហើយប្រយ័ត្នតែគេផ្សាយវិញយ៉ាត់ចុកឈាមព័ត៌មានខ្លួនឯងពិតច្រើនមែនតែនហ្មងគេផ្សាយតែមួយពីរនឹងខ្លួនឯងចូលខមមិនប្រតិកម្មចុកឈាមមិនស្ទើរទេហ្នឹងហើយអានេះព័ត៌មានរបស់គេអត់ពិតផងយកទៅផ្សាយចង់និយាយថាអត់ចុកទេអ្នកឯងផ្សាយមានន័យថាអ្នកឯងអត់មានព័ត៌មានពិតរបស់គេផ្សាយព័ត៌មានរបស់គេគឺមានតែរឿងល្អមានតែរឿងសាមគ្គីគ្នាតែប៉ុណ្្នឹងឯងហើយឆ្ងល់យេហេតុអីអាមខុតអាតារ៉េនអាស្បៃក្តៅស្បៃបកយហ្នឹងអត់មានទីផ្សារហេតុអីក៏មិនយកចែកគ្នាហូបទៅចាំបាច់យកមកចាក់ចោលទៅអីបងប្អូនឆ្ងល់អីខ្ញុំអត់ដោយសារតែគេមានច្រើនពេកហ៊ានហូបខ្លួនឯងនោះអីហើយតារ៉េននេះចាំបាច់យកមកចាក់ចោលកប់ដីចឹងទៅអីហេតុអីក៏មិនយកឲ្យតាហ៊ានហូបមិនខ្លាចតាហ៊ាននឹងរីអាចមែន